present country to fact ចឹងមានន័យថាផ្ទុយទៅនឹងការពិតនៅពេលបច្ចុប្បន្ននេះចឹងផ្ទុយទៅនឹងការពិតចឹងវីដេអូមុនបងប្អូនបានរៀនអំពី present subjunctive មានន័យថាកិរិយាសព្ទគេប្រើជា subjunctive គឺគេអត់បំបែកវាទេកិរិយាសព្ទឥឡូវនៅក្នុងវីដេអូនេះគេនិយាយអំពី present country to fact មានន័យថាផ្ទុយទៅនឹងការពិតនៅពេលបច្ចុប្បន្នចឹងចំណុចដែលបងប្អូនត្រូវចងចាំ subject របស់វាមាន2ដែរហើយប្រើ would rather that មាន subject វាមួយទៀតណាអានេះ subject ទី1អានេះ subject ទី2 subject នេះវាខុសគ្នាអញ្ចឹងកិរិយាសព្ទគេប្រើអតីតកាល verb to past simple ក៏ប៉ុន្តែមិនមែននិយាយអំពីអតីតកាលទេគឺនិយាយអ្វីដែលផ្ទុយទៅនឹងការពិតនៅពេលបច្ចុប្បន្នទេស្ដាប់ឲ្យទាន់ទម្រង់អតីតកាលមែនក៏ប៉ុន្តែសំដៅទៅលើរឿងរ៉ាវក្នុងពេលបច្ចុប្បន្នទេឥឡូវបងប្អូនមើលឧទាហរណ៍ Sok would rather that his wife worked in the same company Sok ចង់ឲ្យប្រពន្ធរបស់គាត់ធ្វើការនៅក្នុងក្រុមហ៊ុនជាមួយគ្នាក្រុមហ៊ុនតែមួយអញ្ចឹងបងប្អូនមើលតើប្រពន្ធហ្នឹងគាត់ធ្វើការជាមួយនឹង Sok អត់ទេធ្វើការនៅក្រុមហ៊ុនផ្សេងឃើញគេប្រើកិរិយាសព្ទឯកិរិយាសព្ទអតីតកាលអញ្ចឹងកាលណាគេប្រើបែបហ្នឹងនៅខាងក្រោយ would rather that បងប្អូនតែច្បាស់ថាអូអានឹងនិយាយផ្ទុយពីការពិតហើយអូខេមិនរឿងពិតទេអញ្ចឹងគាត់អត់ធ្វើការនៅក្រុមហ៊ុនជាមួយគ្នាទេប្រពន្ធហ្នឹង I would rather that it were a rainy season now ខ្ញុំចង់ឲ្យវាឥឡូវហ្នឹងជារដូវវស្សាប៉ិនយើងមើលជាក់ស្ដែងឥឡូវរដូវវស្សាអត់ទេផ្ទុយនឹងការពិតហើយបងប្អូនចំណាំមួយទៀតណាកាលណាគេនិយាយរឿងមិនពិតគេអត់ប្រើ verse ទេគេប្រើ verb វិញណាអូខេអានឹងដូចនៅក្នុងប្រយោគលក្ខខណ្ឌអញ្ចឹងអូខេខ្ញុំចង់ឲ្យវាជារដូវវស្សាឥឡូវហ្នឹងឃើញទេអញ្ចឹងកន្លែងនេះ verb អតីតកាលបងប្អូនឃើញទេ verb ហ្នឹងវាចេញមកពី am is are ក្នុងឯងណា to be អូខេតទៀត I would rather that my wife came back to live with me now ខ្ញុំចង់ឲ្យប្រពន្ធរបស់ខ្ញុំត្រឡប់មករស់នៅជាមួយខ្ញុំវិញឥឡូវនេះអញ្ចឹងត្រឡប់មកអត់ទេផ្ទុយបាត់ហើយឃើញទេអញ្ចឹងកាលណាគេទៅសេបែបនេះមានន័យថាវាអត់ពិតណាអត់ត្រឡប់មករស់នៅវិញទេឃើញទេគេប្រើអតីតកាលកិរិយាសព្ទក្នុងទី2 We would rather that it rain every day យើងចង់ឲ្យវាភ្លៀងរាល់ថ្ងៃអញ្ចឹងភ្លៀងរាល់ថ្ងៃអត់ទេអត់ភ្លៀងរាល់ថ្ងៃទេ They would rather that their teacher taught more grammar ពួកគេចង់ឲ្យគ្រូរបស់ពួកគេនឹងបង្រៀនវេយ្យាករណ៍ឲ្យបានច្រើនសួរបរៀនវេយ្យាករណ៍អត់បានបរៀនផងជាក់ស្ដែងទេអញ្ចឹងបងប្អូនចំណាំទៅថាខាងក្រោយ would rather that កាលណាក្រោយប្រធានមួយទៀតនោះគេប្រើ verb ខ្ទង់ទី2គឺគេនិយាយអំពីផ្ទុយទៅនឹងការពិតនាពេលបច្ចុប្បន្ន